ជាផ្ទះរបស់យើងទៅជួយមើលបងស្រាផងដំណើររបស់គ្រួសារឯងគឺជាបណ្ដាសាសម្រាប់កូនចៅចំនួនក្រោយរបស់ឯងអូយយ៉ាងមិនចេះនេះអត់យឺទេបាត់សាក់សប្បាហើយចម្លើយណាដែលសាកសពរបស់ប៉ាជាទៅនៅផ្ទះរបស់ពូសេទីអូព្រះអើយបណ្ដាសាទីនេះរឿងនេះខំមកពីខ្ញុំដាស់មិនស្ដាប់តាមបណ្ដាំរបស់គាត់ពេលនេះព្រមរិះខិតដាក់ទោសខ្ញុំហើយតែមានអីកាត់ឡើងទេប៉ារបស់ឯងបន្តមុននឹងជុំនេះពីគ្រួសាររបស់យើងមុនពេលបញ្ចុះសពប៉ារបស់ឯងតាមរបៀបសាសនាអ៊ីស្លាមមានរឿងមួយដែលយើងត្រូវធ្វើជាមុនសិនពួកយើងនឹងបញ្ចុះសពប៉ានៅថ្ងៃសុក្រលីវ៉ាន់អ្វីដែលយើងធ្វើទៅនាងកូនរមិលគុណពួកយើងធ្វើតាមបណ្ដាំចុងក្រោយរបស់ប៉ាទៅពួកយើងបានព្យាយាមតែប្រាជ័យរហូតពួកយើងជិតអស់ពេលហើយអ្នកមីងបាអ្វីដែលលោកពូសេទីអូនិយាយជាការពិតនោះមានន័យថាលោកប៉ាបានប្រព្រឹត្តអំពើបាបហើយ